បងប្អូនទាំងអស់គ្នាមានដែរធ្លាប់បានធ្វើមួយមុខនេះនៅចាយលុយអស់តិចងាយស្រួលធ្វើហើយឆ្ងាញ់ហូបជាមួយបាយក៏ត្រូវហូបលេងក៏ត្រូវដែរហើយបើថាចុងសប្តាហ៍អីហ្នឹងមានណាត់បងប្អូនមិត្តភ័ក្តិមកនិយាយរឿងក្នុងចិត្តអីយើងអាចសាកធ្វើមួយមុខនេះបានព្រោះអីមួយមុខនេះសេវលុយច្រើនណាទិញតាតៅហ៊ូហ្នឹង4ដុំចឹងមកហើយបើថាមានគ្នាច្រើនណាទិញឲ្យច្រើនជាងហ្នឹងទៅជាដំបូងនេះគឺខ្ញុំយកតៅហ៊ូហ្នឹងមកហាន់វាជាចំណិតសិនមិនស្ដាងពេកហើយក៏មិនក្រាស់ពេកដែរខ្ញុំហាន់កម្រាស់ប៉ុណ្ណឹងនៅពេលដែលបំពងតៅហ៊ូហើយហ្នឹងគឺវាមានសាច់ខាងក្រៅស្រួយហើយខាងក្នុងរាងទន់តិចតិចណាតែបើថាចង់បានសាច់ស្រួយតែម្ដងយើងហាន់ឲ្យស្ដើងជាងហ្នឹងទៅបន្ទាប់ពីហាន់តៅហ៊ូហើយឥឡូវនេះមកធ្វើគ្រឿងឈ្ងុយវិញម្ដងសម្រាប់ក្លុកខ្ញុំហាន់ស្លឹកខ្ទឹមនឹងផ្សេងហើយនឹងគល់ខ្ទឹមផ្សេងស្លឹកខ្ទឹមនេះគឺសម្រាប់រោយពីលើហើយគល់ខ្ទឹមវិញគឺខ្ញុំហាន់នឹងយកទៅលីងជាមួយនឹងប័របន្ទាប់ពីហាន់គល់ខ្ទឹមនឹងហើយគឺខ្ញុំមកច្រាំខ្ទឹមសយើងនឹងដើម្បីយកវាទៅបំពងហើយរោយដាក់ពីលើតៅហ៊ូនឹងដូចគ្នាចំពោះខ្ទឹមនេះបើសិនជាបងប្អូនអត់ចូលចិត្តមិនបាច់ដាក់ក៏បានដែរហើយខ្ទឹមសហ្នឹងមិនបាច់ច្រាំឲ្យម៉ត់ខ្លាំងពេកទេយើងយកនៅរាងក្របៗទៅដើម្បីបំពងទៅយកមករោយពីលើខាំប៉ះខ្ទឹមហ្នឹងទៅវាឈ្ងុយហើយឥឡូវនេះគ្រឿងផ្សំសម្រាប់ក្លុកហ្នឹងគឺខ្ញុំបានរៀបចំរួចហើយអញ្ចឹងខ្ញុំមកចាក់ម្សៅបំពងហ្នឹងចូលទៅក្នុងចានហ្នឹងមួយទៅហើយយកតៅហ៊ូដែលយើងហាន់រួចមិញហ្នឹងយកមកប្រឡាក់ជាមួយនឹងម្សៅបំពងហ្នឹងណាយើងប្រឡាក់វាទាំងសងខាងឲ្យសព្វចូលគ្នាបានល្អអញ្ចឹងទៅគឺយើងអាចយកវាទៅដាក់បំពងបានហើយមុននឹងបំពងនេះគឺខ្ញុំបានដាក់ដាំប្រេងនឹងឲ្យឡើងក្តៅជាមុនសិនទៅបង់តៅហ៊ូដែលយើងប្រឡាក់ជាមួយនឹងម្សៅបំពងនឹងចូលហើយយើងបង់ចូលម្ដងមួយអញ្ចឹងទៅកុំចាក់ចូលម្ដងទាំងអស់វាស្អិតជាប់គ្នាបំពងតៅហ៊ូនេះគឺខ្ញុំប្រើភ្លើងក្តៅខ្លាំងនិយាយរួមទៅចក្រានមានលេខប្រហែលដាក់មកអស់លេខតែម្ដងតៅហ៊ូនេះឃើញអញ្ចឹងណាតែបំពងអត់ងាយឆ្អិនទេខ្ញុំប្រើពេលប្រហែលជា12នាទីអីដែរទៅបំពងតៅហ៊ូនឹងឡើងក្រហមបានប៉ុណ្ណឹងហើយយើងស្រង់វាចេញទៅបន្ទាប់មកក៏បន្តដាក់បំពងរបៀបនឹងរហូតតតែអស់តៅហ៊ូយើងនឹងទៅគឺបានហើយបន្ទាប់ពីបំពងតៅហ៊ូរួចរាល់ហើយអស់គឺខ្ញុំចាប់ផ្ដើមមកបំពងខ្ទឹមវិញម្ដងដាំប្រេងក្តៅអញ្ចឹងទៅហើយចាក់ខ្ទឹមច្រាំនឹងចូលមើលតែថាឡើងពណ៌ប៉ុណ្ណឹងគឺខ្ញុំលើកចេញហើយខ្ទះដដែលហ្នឹងគឺខ្ញុំដាក់ប័រចូលបន្តិចទៅបន្ទាប់មកគល់ខ្ទឹមដែលយើងបានហាន់រួចមុនហ្នឹងយើងដាក់លីងជាមួយគ្នាឲ្យឡើងឈ្ងុយទៅខ្ញុំចាក់ម្ទេសហើយនឹងចូលចំពោះម្ទេសវិញចូលចិត្តហឹរខ្លាំងដាក់ឲ្យច្រើនជាងខ្ញុំមើលបន្ទាប់មកម្សៅស៊ុបហើយនឹងទឹកដោះគោខាប់ឆាច្បល់គ្រឿងទាំងអស់នឹងឲ្យសព្វចូលគ្នាទៅចុងក្រោយគេគឺខ្ញុំដាក់ប្រេងខ្យងហើយឆាវាពី3ត្រឡប់ទៀតចាក់តៅហ៊ូនឹងចូលតែម្ដងហើយកូរច្បល់វាឲ្យសព្វចូលគ្នាទៅចំពោះការប្រើភ្លើងវិញគឺខ្ញុំប្រើភ្លើងតិចបំផុតបើសិនជាប្រើភ្លើងខ្លាំងខ្លោចគ្រឿងនឹងអស់ហើយមើលតែថាតៅហ៊ូជាមួយនឹងគ្រឿងនឹងសព្វចូលគ្នាបានល្អគឺខ្ញុំចាក់ខ្ទឹមពងហើយនឹងល្ងដែលលីងរួចនឹងចូលចំពោះល្ងនេះបើសិនជាចង់ដាក់ក៏បានអត់ក៏បានដែរក្លុក 4-5 ត្រឡប់អញ្ចឹងទៅមើលតែថាល្ងនឹងវាប្រឡាក់សពអស់ជាមួយនឹងតៅហ៊ូយើងអាចរោយស្លឹកខ្ទឹមនឹងបានហើយតែប៉ុណ្ណឹងមកគឺតៅហ៊ូក្លុកយើងឆ្អិនបាត់ហើយមួយមុខនេះខ្ញុំយករសជាតិរៀងដិតបន្តិចយកប្រៃផ្អែមដិតបន្តិចបានឆ្ងាញ់ព្រោះអីតៅហ៊ូក្លុកនេះចង់យកមកហូបជាមួយបាយកកបាយក្តៅអីក៏ត្រូវដែរឥឡូវហ្នឹងចាក់ដាក់ចានគ្រាន់តែលឺសូរសំឡេងហ្នឹងដឹងស្រួយបាត់ហើយនៅពេលរៀបដាក់ចានហើយយើងបន្ថែមស្លឹកខ្ទឹមបន្តិចទៀតចឹងមកយកមកចែកគ្នាភ្លក់បានហើយចំពោះក្លិនវិញគឺថាឡើងឈ្ងុយពេញផ្ទះតែម្ដងមកឥឡូវហ្នឹងរួចរាល់អស់ហើយអញ្ចឹងមកភ្លក់ជាមួយខ្ញុំទាំងអស់គ្នាតៅហ៊ូនេះក្តៅអញ្ចឹងគឺថាស្រួយខ្ញោកតែម្ដងតែបើថាវារៀងត្រជាក់គឺវាអត់ទៅស្រួយខ្លាំងទេតែរសជាតិនៅតែដិតឆ្ងាញ់ដដែលអញ្ចឹងហើយបើមានពេលកុំភ្លេចសាកធ្វើហូបទាំងអស់គ្នា